dương nè thời ca một bộ ca nghĩa là bây trăm dị vật bên đây chu Việt Nam mình đúng nó mình đôi kia thế nè claro si thu nè claro si tăng anh nângក្នុងធម៌លោកហៅថាសំពីបនខុសគ្នាចឹងតើលេយើងរៀនធ្វើចិត្តសบายចិត្តនឹងទ្របដែលយើងរកបានយើងប្រឹងប៉ុន្តែយើងចេះព្រមផងបានយើងមិនកើតទុកខ្លាំងដែលយើងរងៃញាតិញោមបងប្អូនមួម៉ៅបាក់ចិត្តពេលខ្លះយើងចេះតែចង់អារបស់ដែលយើងអត់មានភ្លេចសบายចិត្តនឹងអ្វីដែលយើងមានណែដូចថាយើងរកបាន10ឥឡូវខ្ញុំបនខ្ញុំមានប៉ុណ្ណឹងខ្ញុំប្រឹងអស់លទ្ធភាពខ្ញុំបាន10គេបាន20អាហ្នឹងបនគេច្រើនជាងខ្ញុំអញ្ចឹងអត់មានចិត្តទូមនោះចំណែននិន្ទាទេពីព្រោះមនុស្សហ្នឹងមិនអាចទៅចំណែននិន្ទាគេឲ្យយករបស់គេនឹងមកបានទេសម្ពាយបនហ្នឹងវាខុសគ្នាអញ្ចឹងបើយើងចេះមានវិរិយៈព្យាយាមចំណេះជំនាញធ្វើការមុខរបរឲ្យអស់ពីសមត្ថភាពហើយត្រូវចេះព្រមអើយតាសบายចិត្តនឹងប្រពន្ធនឹងកូនណាឥឡូវតាបនយើងមានប៉ុណ្ណឹងកូនអើយប្រាំងទៀតតាធ្វើបនចាំឪពុកម្ដាយធ្វើទៀននេះទៅបើចង់រកស៊ីធូរឲ្យចេះធ្វើទៀនកុំឲ្យកំណាញ់បើចង់ឲ្យមានអ្នកស្រឡាញ់អ្នកចូលចិត្តត្រូវចេះរក្សាសិលកុំបៀតបៀនកុំធ្វើឲ្យអ្នកដទៃក្តៅក្រហាយអញ្ចឹងយើងធ្វើបុណ្យថ្មីយើងមានសេចក្តីព្យាយាមថ្មីយើងបានផលមកក៏ថ្មីដែរហើយរៀនរីករាយនឹងផលហ្នឹងនៅក្នុងភាសាធម៌លោកហៅសន្តោសៈមានន័យថាសន្តោសមានន័យថាចេះព្រមចេះរីករាយនឹងអ្វីដែលយើងរកបានបើមិនចឹងទេយើងភ្លេចសบายចិត្តនឹងអ្វីដែលយើងមានយើងកើតទុកជាមួយនឹងអ្វីដែលយើងអត់ពិបាកចិត្តណាឃើញគេមានទៅមិនមែនថាខ្វាត់ថាមិនឲ្យចង់បានទេចង់បានប៉ុន្តែថាឥឡូវខ្ញុំមានប៉ុណ្ណឹងចាំខ្ញុំប្រឹងទៅទៀតខ្ញុំគិតតទៅទៀតអញ្ចឹងមានវិរិយៈសេចក្តីព្យាយាមមានសន្តោសៈការចេះព្រមតាមសមត្ថភាពរបស់ខ្លួននឹងទើបមិនសូវខ្វល់ចិត្តខ្លាំងយើងបានឱកាសរីករាយហើយយើងបានធ្វើបុណ្យថ្មីទៀតទៅយកទ្រព្យសម្បត្តិដែលមានហ្នឹងយកទៅចាំម៉ែចាំឪធ្វើទៀនជាបុណ្យថ្មីរបស់យើងសម្រាប់សេចក្តីសុខទៅខាងមុខទៀតអាហ្នឹងយើងសោយបុណ្យចាស់ផងយើងសាងបុណ្យថ្មីផងអនុមោទនា